ពុកម៉ែបងប្អូនក៏បានខមមិននៅក្នុងវីដេអូរបស់ខ្ញុំថាពេលដែលគាត់ផុសរូបឬក៏ផុសវីដេអូតែងតែចុបខ្មៅពុកម៉ែបងប្អូនអត់ដែលគ្រីសពណ៌បៃតងទេបើចង់ផុសរូបភាពឬក៏ផុសវីដេអូឲ្យគ្រីសពណ៌បៃតងពុកម៉ែបងប្អូនទៅសេចំណងជើងហើយយើងដាក់ hashtag ផងដើម្បីឲ្យ Facebook ជួយជំរុញវីដេអូរបស់យើងពុកម៉ែបងប្អូនឬក៏ជំរុញរូបភាពរបស់យើងខ្ញុំទៅសេចំណងជើងសិនសួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាបន្តមកទៀតគឺយើងដាក់ hashtag ពុកម៉ែបងប្អូនដើម្បីឲ្យ Facebook ជួយជំរុញរូបភាពឬក៏វីដេអូរបស់យើងហ្នឹងខ្ញុំដាក់ hashtag រួចហើយនេះពុកម៉ែបងប្អូននេះឃើញវីដេអូរបស់ខ្ញុំរូបភាពរបស់ខ្ញុំពេលផុសទៅគឺគ្រីសពណ៌បៃតងតែម្ដងហើយមួយទៀតរូបភាពដែលយើងផុសហ្នឹងគឺត្រូវបញ្ឈរមិនមែនថតប្តីឬក៏ខ្លីទេដើម្បីត្រូវស្តង់ដារជាមួយ Facebook បន្តមកទៀតគឺខ្ញុំចុចផុសតែម្ដងវីដេអូរបស់ខ្ញុំគឺមានតែប៉ុណ្្នឹងទេ